មកទាំងអស់គ្នាដែលកំពុងតែព្យាយាមក្នុងការស្វែងរកចំណេះដឹងថ្មីៗតាមរយៈការសិក្សាតាមប្រព័ន្ធ YouTube ហើយថ្ងៃនេះយើងនឹងលើកជូននៅវិធីសាស្ត្រមួយដើម្បីជួយលោកអ្នកមានសមត្ថភាពក្នុងការពង្រីកអាជីវកម្មនិងស្វែងរកអតិថិជនថ្មីៗតាមរយៈប្រព័ន្ធអនឡាញហើយយើងនឹងបង្ហាញអំពី5វិធីសាស្ត្រក្នុងការជួយឲ្យអាជីវកម្មតាមអនឡាញឈរជើងបានយូរតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថាជារៀងរាល់ថ្ងៃមានមនុស្សប្រមាណជា 2.5 ពាន់លានអ្នកកំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតប្រសិនបើអ្នកមានបំណងចង់បង្កើតអាជីវកម្មក្នុងពិភពអ៊ីនធឺណិតឬក៏ពង្រីកសក្តានុពលអាជីវកម្មដែលមានស្រាប់នោះប្រព័ន្ធអ៊ីនធឺណិតពិតជាអាចជួយអ្នកក្នុងការពង្រីកសក្តានុពលអាជីវកម្មជាមួយនឹងអតិថិជនដែលគ្មានដែនកំណត់យ៉ាងណាមិញអាជីវកម្មជាច្រើនបានដួលរលំព្រោះតែមិនយល់ច្បាស់និងយល់ខុសពីការទាញយកប្រយោជន៍ពីប្រព័ន្ធអ៊ីនធឺណិតនេះខាងក្រោមនេះជាវិធីសាស្ត្រ5យ៉ាងដែលបានសិក្សាស្រាវជ្រាវដើម្បីជួយអ្នកក្នុងការកសាងអាជីវកម្មដែលមានការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតឲ្យបានទទួលជោគជ័យទី1កុំនិយាយអ្វីបំភ្លឺនៅអ្វីដែលអ្នកមាននៅពេលដែលអ្នកចាប់ផ្ដើមអាជីវកម្មអ្នកមិនទាន់មានភាពល្បីល្បាញការប្រើប្រាស់ល្បិចក្នុងការផ្សព្វផ្សាយពិតជាបានលេចឡើងក្នុងខួរក្បាលរបស់អ្នកទោះបីជាយ៉ាងណាការប្រើប្រាស់នៅល្បិចដើម្បីទាក់ទាញអតិថិជនវាពិតជាអាចធ្វើឲ្យអាជីវកម្មត្រូវបានស្គាល់ពីអតិថិជនយ៉ាងច្រើនប៉ុន្តែអ្វីដែលអ្នកផ្សព្វផ្សាយចំពោះគុណភាពផលិតផលឬសេវារបស់អ្នកចាំបាច់ត្រូវដូចអ្វីដែលអ្នកបានអួតបើមិនដូច្នេះទេកេរ្តិ៍ឈ្មោះនៃអាជីវកម្មរបស់អ្នកនឹងត្រូវបាត់បង់ក្នុងរយៈពេលយ៉ាងខ្លីជំនួសឲ្យវិធីសាស្ត្រខាងលើអ្នកអាចធ្វើការផ្ដោតលើអតិថិជនក្នុងកម្រិតដែលអ្នកអាចគ្រប់គ្រងបាននិងផ្ដល់ឲ្យពួកគេនៅផលិតផលឬសេវាដែលអ្នកបានផ្សព្វផ្សាយទៅឲ្យពួកគេរួចបំពេញឲ្យបានតាមអ្វីដែលអ្នកបានផ្សព្វផ្សាយនៅពេលដែលមនុស្សមួយក្រុមតូចនោះជឿជាក់និងពេញចិត្តនៅទំនិញនិងសេវាកម្មរបស់អ្នកពួកគេនឹងជួយផ្សព្វផ្សាយឲ្យទៅកាន់មនុស្សជាច្រើនពេលនោះអ្នកអាចផ្សព្វផ្សាយផលិតផលឬសេវាកម្មរបស់អ្នកដោយមិនចាំបាច់ប្រើប្រាស់ល្បិចទាក់ទាញទៀតឡើយទី2ធ្វើវាឲ្យមានលក្ខណៈសាមញ្ញwebsite របស់អ្នកប្រៀបដូចជាទីតាំងអរូបីរបស់អ្នកព្រោះវាបានផ្ទុកនៅរាល់ព័ត៌មានអាជីវកម្មរបស់អ្នកដែលអាចឲ្យអតិថិជនក៏ដូចជាដៃគូដែលមានបំណងចង់វិនិយោគមានភាពងាយស្រួលក្នុងការដឹងពីប្រតិបត្តិការអាជីវកម្មរបស់អ្នកវាចូលធ្វើវាឲ្យមានលក្ខណៈសាមញ្ញនិងស្អាតដែលសូម្បីតែអ្នកមិនចេះប្រើប្រាស់កុំព្យូទ័រក៏អាចស្វែងយល់ព័ត៌មានបានយ៉ាងងាយលើសពីនេះនៅក្នុង website របស់អ្នកគួរតែមានការផ្ដល់អ្វីដែលមានសារៈសំខាន់ចំពោះអតិថិជនដូចជាការដាក់ឲ្យទាញយកនៅកម្មវិធីទូរស័ព្ទឬកុំព្យូទ័រដែលឥតគិតថ្លៃព័ត៌មានសំខាន់ឡាទី3ចំណាយពេលក្នុងការអភិវឌ្ឍមាតិកាឲ្យមានការចាប់អារម្មណ៍មាតិកាគឺជាចំណុចរសើបបំផុតនៅក្នុង website របស់អ្នកមាតិកាដែលល្អនឹងផ្ដល់អត្ថប្រយោជន៍ក្នុងការទាក់ទាញអ្នកចូលមើលបានយ៉ាងច្រើនដែលធ្វើឲ្យពួកគេគាត់ជាប់ដិតដាមក្នុងអារម្មណ៍ចំពោះផលិតផលរបស់អ្នកដោយនេះក្នុងវេលាណាមួយពួកគាត់នឹងសម្រេចចិត្តប្រើប្រាស់ផលិតផលឬសេវាកម្មរបស់អ្នកជាក់ជាមិនខានមាតិកាដែលល្អគួរណាស់តែមានការប្រើប្រាស់ព័ត៌មានទៅតាមលក្ខណៈនៃផលិតផលនិងភាពស៊ីគ្នានឹងអតិថិជនគោលដៅរបស់អ្នកឧទាហរណ៍អ្នកលក់ផលិតផលសម្រក់ទម្ងន់ដោយនេះក្នុងមាតិកាគួរណាស់តែមានការតាក់ទងនឹងវិធីសាស្ត្រក្នុងការសម្រក់ទម្ងន់ទោះបីជាពួកគាត់ជ្រើសរើសវិធីសាស្ត្រសម្រក់ទម្ងន់តាមធម្មជាតិដែលយើងផ្ដល់ឲ្យក៏ពួកគាត់បានដឹងពីផលិតផលសម្រក់ទម្ងន់ដែលអ្នកមានដូចនេះថ្ងៃណាមួយពួកគាត់អាចសម្រេចចិត្តប្រើប្រាស់ឬក៏ផ្សព្វផ្សាយទៅឲ្យអ្នកដែលចង់ប្រើប្រាស់ផលិតផលសម្រក់ទម្ងន់ទី4បង្កើតទំនាក់ទំនងជិតស្និទ្ធការមានឯកទេសខាងផលិតផលឬសេវាកម្មមិនខុសនោះឡើយប៉ុន្តែអ្នកមានឯកទេសពិតប្រាកដមិនបានអួតខ្លួនទៅកាន់អតិថិជនឡើយម្យ៉ាងវិញទៀតអតិថិជនក៏មានភាពហត់នឿយក្នុងការស្ដាប់នៅដំបូន្មានរបស់អ្នកដែលមានលក្ខណៈខុសពីបទពិសោធន៍និងស្ថានភាពរបស់ពួកគាត់ដែរការសម្រេចចិត្តទិញអ្វីមួយរបស់អតិថិជនគឺស្ថិតនៅត្រង់ថាពួកគាត់ស្គាល់ចូលចិត្តនិងជឿជាក់
បកមកវិញក្នុង website អាជីវកម្មរបស់អ្នកគួរណាស់តែមានការផ្ដល់ឲ្យអតិថិជននៅទីតាំងណាមួយដែលពួកគាត់អាចមានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយអ្នកនិងផ្ដល់ជាមតិលើផលិតផលឬសេវាកម្មដែលពួកគាត់ចង់បានឬក៏ការសុំការប្រឹក្សាយោបល់ពីអ្នកចំណុចចុងក្រោយមិនគួរណាពេញចិត្តនឹងយុទ្ធសាស្ត្រអាជីវកម្មតាមអ៊ីនធឺណិតរបស់អ្នកពេកឡើយការកសាងអាជីវកម្មទាំងក្នុងនិងក្រៅពិតណាស់ចាំបាច់ត្រូវតែមានការសិក្សាបន្ថែមបូកនឹងការអភិវឌ្ឍការធ្វើឲ្យមានការលូតលាស់ក្នុងពិភពអ៊ីនធឺណិតក៏មិនមានភាពងាយស្រួលនិងនិរន្តរភាពគ្រប់ពេលវេលានោះឡើយវាពិតជាមានហានិភ័យយ៉ាងច្រើននៅពេលដែលអ្នកមិនមានវិធីសាស្ត្រថ្មីក្នុងការអភិវឌ្ឍផលិតផលឬសេវាកម្មក្នុង website របស់អ្នកដោយអតិថិជននឹងមានការងាកទៅប្រើប្រាស់ផលិតផលឬសេវាកម្មរបស់អ្នកផ្សេងដូចនេះអ្នកគួរណាស់តែស្វែងរកវិធីសាស្ត្រថ្មីដែលនៅតែអាចរក្សាអតិថិជនឲ្យពេញចិត្តនិងចូលទៅកាន់ website របស់អ្នកក្នុងការរុករកទំនិញដែលពួកគេត្រូវការ